Binance ធ្វើការចែកលុយចែកកាក់ថ្មីរាល់សប្តាហ៍រាល់ខែហើយអ្នកទាំងអស់គ្នាគួរតែរៀនស្វែងយល់អំពីរបៀបដើម្បីទទួលបានលុយទាំងអស់នោះ free ជាមួយនឹងកម្មវិធីរបស់ Binance នោះគឺ Binance Holder Airdrop ដែលអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការទិញនៅ BNB ហើយធ្វើការ hold ហើយអ្នកទាំងអស់គ្នានឹងទទួលបាននៅ reward ជាប្រភេទលុយកាក់ថ្មីរៀងរាល់ខែរៀងរាល់សប្តាហ៍មួយរយៈចុងក្រោយនេះគឺ Binance បានធ្វើការ list នៅ project ជាច្រើនអ្នកទាំងអស់គ្នាចូលទៅក្នុង exchange របស់ខ្លួនហើយក្នុងចំណោម project ទាំងអស់នោះគឺមានកាក់មួយឈ្មោះថា Linear អ្នកទាំងអស់គ្នាដែលទើបនឹងដាក់ចូលទៅក្នុង Binance Exchange សម្រាប់គ្នាយើងដែលធ្វើការទិញនៅ BNB hold នៅក្នុង Simple Earth អ្នកទាំងអស់គ្នានឹងទទួលបាននៅលុយក៏បាននៅកាក់ Linear នេះ free អ្នកទាំងអស់គ្នាយកវាទៅលក់ដើម្បីដកលុយចាយបានដូចនេះនៅក្នុងវីដេអូនេះគឺខ្ញុំបាទមកនិយាយពីចំណុចទី1ដែលអ្វីទៅគឺជា project ឬក៏កាក់ Linear ហើយចំណុចទី2ដែលដើម្បីចូលរួមជាមួយនឹង Binance Holder Airdrop ទទួលបាននៅលុយ free ឬក៏កាក់ free រៀងរាល់ខែរៀងរាល់សប្តាហ៍នេះយើងចូលរួមបានដោយរបៀបណាតោះទៅមើលវីដេអូទាំងអស់គ្នា Let's go មុនទៅមើលវីដេអូទាក់ទងជាមួយនឹងការចូលរួមដើម្បីទទួលបាននៅលុយ free ឬក៏កាក់ free ពី Binance Holder Airdrop នេះដំបូងបើអ្នកទាំងអស់គ្នាអត់មាន account Binance ដើម្បីធ្វើការទិញលក់កាក់ទេអ្នកទាំងអស់គ្នាគួរតែបង្កើតវាឥឡូវនេះបង្កើតភ្លាមទទួលបាននៅលុយ$6 plate នៅក្នុង Binance Reward Hub ដើម្បីបង្កើត account Binance អ្នកទាំងអស់គ្នាគ្រាន់ធ្វើការ stop នៅវីដេអូនេះទៅហើយអ្នកទាំងអស់គ្នាធ្វើការ scan នៅ QR មួយនេះបន្ទាប់ពីអ្នកទាំងអស់គ្នា scan រួចហើយអ្នកទាំងអស់គ្នាគ្រាន់ធ្វើការបំពេញនៅ email លេខទូរស័ព្ទហើយនិង password បន្ទាប់មកចុចនៅប៊ូតុង next ឬក៏ប៊ូតុង create បន្ទាប់មកអ្នកទាំងអស់គ្នាត្រូវធ្វើការបំពេញនៅមួយចុងក្រោយនោះគឺ KYC នេះគឺមានន័យថាអ្នកទាំងអស់គ្នាបំពេញនៅ ID អ្នកទាំងអស់គ្នាមាន ID ហើយនិង passport ពីរនេះអ្នកទាំងអស់គ្នាដាក់មួយណាក៏បានដែរបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការ complete ឬក៏បំពេញនៅ KYC នេះរួចរាល់ហើយអ្នកទាំងអស់គ្នាធ្វើការប្រើប្រាស់ account Binance របស់អ្នកទាំងអស់គ្នាដើម្បីធ្វើការរកលុយ saving staking ឬក៏ទិញលក់កាក់នៅក្នុង Binance បានដោយសេរី Hello បាទសួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទហេងម្ដងទៀតហើយនៅក្នុងវីដេអូនេះគឺខ្ញុំបាទមកនិយាយទាក់ទងជាមួយនឹងរបៀបចូលរួមឬក៏ participate ដើម្បីទទួលបានលុយ free ឬក៏កាក់ free ពី Binance Holder Airdrop មួយរយៈចុងក្រោយនេះគឺ Binance បានធ្វើការតម្លាក់នៅ project ជាច្រើនអ្នកទាំងអស់គ្នាជាប្រភេទ Binance Holder ចូលទៅក្នុង exchange របស់ខ្លួនអ្នកទាំងអស់គ្នាធ្វើការ hold នៅ BNB នៅក្នុង Binance Simple Earth អ្នកទាំងអស់គ្នានឹងទទួលបាននៅលុយ free កាក់ free ពី project នានាដែលដាក់នៅក្នុង Binance Holder Airdrop ក្នុង project ទាំងអស់នោះគឺមាន project មួយដែលកំពុងតែពេញនិយមនោះគឺឈ្មោះថា Linear អ្នកទាំងអស់គ្នាដែលបានដាក់នៅក្នុង Binance Holder Airdrop ហើយអ្នកទាំងអស់គ្នាដែលមាន BNB នៅក្នុង Binance Simple Earth អ្នកទាំងអស់គ្នានឹងទទួលបាននៅកាក់ Linear នេះ free ឬក៏ទទួលបានលុយ free នៅក្នុងវីដេអូនេះខ្ញុំបាទនឹងមកនិយាយពីចំណុចទី1តើអ្វីទៅគឺជា Linear Project ចំណុចទី2ដល់យើងធ្វើណាដើម្បីយើងចូលរួម participate ជាមួយនឹង Binance Holder Airdrop ដើម្បីទទួលបាននៅលុយ free ឬក៏កាក់ free រៀងរាល់សប្តាហ៍ហើយនឹងរៀងរាល់ខែតោះទៅមើលវីដេអូទាំងអស់គ្នា Let's go Linear វាគឺជា network ថ្មីដែលត្រូវបានគេបៀទៅលើ top Ethereum ដែលត្រូវបានបង្កើតឡើងដោយ Consensus ហើយវាគឺជាការ upgrade របស់ Ethereum layer faster មានន័យថាលឿនជាងមុនថោកជាងមុនហើយត្រូវបានគេបៀដើម្បីដំណោះស្រាយទៅលើអ្នកប្រើប្រាស់ដោយគ្មានការបាត់បង់នៅ security របស់ពួកគេវាត្រូវបានគេប្រើប្រាស់នៅ technology advance ដែលត្រូវបានគេហៅថា ZK ឬក៏ zero knowledge proof ដែលវាមានន័យថា transition របស់អ្នកទាំងអស់គ្នាគឺត្រូវបាន verify quickly ហើយនិង safely Linear ដំណើរការដូច Ethereum ដូចនេះ developer អាចធ្វើការស្ថាបនានៅ app របស់ពួកគេងាយស្រួលជាងមុនទៅលើវាប៉ុន្តែជាមួយនឹង lower cost មានន័យថាការចំណាយហ្នឹងគឺវាទាបជាងមុនហើយនឹង speed គឺវាខ្ពស់ជាងមុនចាប់តាំងពីការចាប់ផ្ដើមនៅក្នុងខែជូឡៃឆ្នាំ2023 Linear បានធ្វើការធំធាត់រីកលូតលាស់ធំជាងមុនឥឡូវនេះវាគឺជា project ដែលមានសក្តានុពលនៅក្នុង DeFi Gaming Digital Identity ហើយនិង AI សរុបសេចក្តីឲ្យខ្លី Linear បានធ្វើឲ្យ Ethereum stronger មានន័យថាខ្លាំងជាងមុន more scalable ហើយនិង ready សម្រាប់ថ្ងៃអនាគតនេះគឺជាការប្រកាស announcement របស់ Binance ទាក់ទងជាមួយនឹង project Linear អ្នកទាំងអស់គ្នា Linear នេះវាគឺជា project ទី37នៅលើ Binance Holder Airdrop ហើយ Linear អក្សរកាត់របស់វា Linear នឹងឯងអ្នកគ្នាវាគឺជាប្រភេទ layer 2 ឬក៏ជាប្រភេទ zero knowledge rule up network ដែលធ្វើការ power ដោយ ZK EVM design ដើម្បីធ្វើការ scale ទៅលើ Ethereum network សម្រាប់អ្នកទាំងអស់គ្នាដែលធ្វើការ subscribe នៅ BNB នៅក្នុង Simple Earth មានថាជា flexible ក៏ lock ទេអ្នកទាំងអស់គ្នានឹងទទួលបាននៅ airdrop distribution សម្រាប់ព័ត៌មានលម្អិតទាក់ទងជាមួយនឹង airdrop របស់កាក់ Linear នេះគឺ token របស់វាគឺ Linear total supply របស់វាគឺ72 billion ហើយ maximum supply របស់វាគឺ72 billion ដូចគ្នាហើយ holder airdrop នោះវាដាក់ឲ្យ 1% បើគិតជាកាក់ជួយយើងទាំងអស់គ្នា720 លានអ្នកទាំងអស់គ្នា
ហើយ additional គឺវាឲ្យ180លានកាក់នេះនៅក្នុង calculating supply មានន័យថានៅពេលវាលីចូលទៅក្នុង exchange របស់បាញ់ណាវាមិនមែនតែដាក់ទាំងអស់72 billion ហ្នឹងឲ្យយើងធ្វើការទិញលក់នៅក្នុង exchange ទេគឺវាដាក់ត្រឹមតែគិតជាចំនួនកាក់គឺ15 billion ទេអ្នកនរគ្នាអញ្ចឹងវានៅសល់ច្រើន billion ទៀតអាហ្នឹងគឺវាសម្រាប់ធ្វើការ unlock បន្តបន្ទាប់ហើយសម្រាប់កាក់ដែលវាមាន total supply បែបនេះអ្នកនរគ្នាហានិភ័យខ្ពស់ដោយសារវាងាយឡើងទេណាសម្រាប់កាក់នេះអ្នកនរគ្នាអាចមើលកន្លែង unlock នេះវាធ្វើការ unlock រហូតដល់ឆ្នាំ2035អញ្ចឹងឥឡូវឆ្នាំ2025 10ឆ្នាំទៀតអ្នកនរគ្នាបានកាក់ហ្នឹងធ្វើការ release អស់នៅក្នុងទីផ្សារអញ្ចឹងវាមានការ unlock បន្តបន្ទាប់នៅក្នុងនេះឯង linear នេះវាប្រើ smart contract ចំនួន2គឺវាប្រើ linear minus Explorer 1ហើយនិង Ethereum 1យើងមកមើលនៅក្នុង coin market cap ទៅយើងឃើញតែអ្នកនរគ្នា contract របស់វានេះអ្នកនរគ្នាបាទដូចនេះអ្នកនរគ្នាយល់ច្បាស់ហើយទាក់ទងជាមួយនឹង project linear នេះដែលវាជាប្រភេទ layer 2 zero knowledge ដែលត្រូវបានគេបង្កើតឡើងដើម្បីធ្វើការ scale ទៅលើ Ethereum network បន្ទាប់នេះយើងទៅស្វែងយល់ទាក់ទងជាមួយនឹងរបៀបចូលរួម participate ដើម្បីទទួលបានលុយ free ឬក៏កាក់ free ពី Binance ដោយសារតែមួយរយៈនេះគឺ Binance បានធ្វើការចែកឬក៏ឲ្យលុយ free ច្រើនមែនទែនអ្នកនរគ្នាជាមួយនឹង project ថ្មីតែយើងអត់ធ្វើយ៉ាងណាដើម្បីចូលរួមជាមួយនឹង project ទាំងអស់នោះដើម្បីបានលុយ free ទាំងអស់នោះ let's go ដើម្បីចូលរួមឬក៏ participate យកលុយ free ឬក៏កាក់ free ពី Binance នៅក្នុង project Binance Holder Airdrop នេះដំបូងអ្នកនរគ្នាត្រូវតែមាន account Binance សិនបើអ្នកនរគ្នាអត់មានទេគេនៅ QR មួយនេះដើម្បីធ្វើការបង្កើតតទៅពីអ្នកទាំងអស់គ្នាមានរស់ហើយយើងធ្វើការបើកនៅ app Binance របស់អ្នកទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាបើកហើយឃើញកន្លែងពាក្យថា add fund នេះគឺមានន័យថាអ្នកទាំងអស់គ្នាត្រូវធ្វើការបញ្ចូលលុយទៅក្នុងគណនីរបស់អ្នកទាំងអស់គ្នាដើម្បីចូលរួមជាមួយនឹង Binance Holder Airdrop ដើម្បីបញ្ចូលលុយបើអ្នកទាំងអស់គ្នាចេះទេអ្នកទាំងអស់គ្នាអាចមើលនៅវីដេអូមួយនេះអ្នកទាំងអស់គ្នាគឺរបៀបដាក់លុយពី ABA ចូលទៅក្នុងគណនីរបស់ Binance បន្ទាប់ពីអ្នកទាំងអស់គ្នាមានលុយចូលទៅក្នុង Binance ហើយលុយរបស់អ្នកទាំងអស់គ្នានៅក្នុង wallet funding អញ្ចឹងយើងត្រូវធ្វើការ transfer ពី funding នេះមកកាន់ spot wallet បន្ទាប់មកយើងត្រូវធ្វើការបំលែងអ្នកទាំងអស់គ្នាពីលុយ USDT នេះទៅជាកាក់ BNB បំលែងមានពីររបៀបទី1គឺតាមរយៈ trading របៀបទី2តាមរយៈ convert បើអ្នកទាំងអស់គ្នាដៃថ្មីយើងអាចធ្វើតាមរយៈ convert ដើម្បី convert វាបានអ្នកទាំងអស់គ្នាចូលទៅកាន់ home មកបន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកាន់មកហើយអ្នកទាំងអស់គ្នាអូសចុះក្រោមមកឃើញពាក្យកន្លែង trade ហើយចុចកន្លែងពាក្យថា convert នេះគឺខាងលើយើងយក USDT ហើយខាងក្រោមយើងយកពាក្យថា BNB បន្ទាប់ពីអ្នកទាំងអស់គ្នា convert រាល់ហើយលុយរបស់អ្នកទាំងអស់គ្នាពី USDT វានឹងคล้ายទៅជាកាក់ BNB នៅក្នុង spot wallet បន្ទាប់មកយើងត្រូវទៅយក BNB របស់យើងនេះយកវាទៅដាក់នៅក្នុង Simple Earn បើអ្នកទាំងអស់គ្នាអត់យក BNB នេះទៅដាក់ក្នុង Simple Earn ទេអ្នកទាំងអស់គ្នាអាចបានលុយ free ឬក៏កាក់ free reward ពីកាក់ផ្សេងៗដែលវាធ្វើការលីកចូលក្នុងបាញ់ណានោះទេដូចនេះអ្នកទាំងអស់គ្នាចូលទៅកាន់ home ទៅបន្ទាប់មកយើងចូលកន្លែង search ទៅហើយយើងវាយពាក្យថា Simple Earn បន្ទាប់មកអូសចុះក្រោមឃើញពាក្យថា BNB យើងចុចទៅហើយបន្ទាប់មកកន្លែង maximum យើងចុចទាំងអស់ទៅហើយខាងលើហ្នឹងអ្នកទាំងអស់គ្នាយកពាក្យថា flexible បន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យ subscribe នេះគឺយើងបានធ្វើការ subscribe រាល់ហើយទាក់ទងជាមួយនឹង Binance Simple Earn បន្ទាប់មកនៅពេលដែល Binance មានធ្វើការចែកលុយឬក៏មាន project list នៅក្នុង Binance ថ្មីទៀតអ្នកទាំងអស់គ្នានឹងទទួលបានលុយឬក៏បានឱកាសទាំងអស់នោះ free សម្រាប់លុយរបស់អ្នកទាំងអស់គ្នានៅក្នុង BNB លុយរបស់អ្នកទាំងអស់គ្នាគឺនៅក្នុង BNB នឹងតែដែរទេហើយបើសិនកាក់ BNB នឹងឡើងគឺអ្នកទាំងអស់គ្នាចំណេញពី BNB មួយតង់ហើយអ្នកទាំងអស់គ្នាទទួលបាន passive income មានន័យថាលុយ passive ហ្នឹងមួយតង់ទៀតអំពី project ផ្សេងៗដែល Binance ធ្វើការ list នៅក្នុង exchange វីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងកាក់ linear ហើយនឹងរបៀបចូលរួមដើម្បីទទួលបានលុយ free ពី Binance មកនឹងចាប់បើអ្នកទាំងអស់គ្នាអត់ទាន់ធ្វើការ like follow ក៏ subscribe channel របស់ខ្ញុំបានទេជួយ subscribe មួយផងអរគុណអ្នកទាំងអស់គ្នា please have a nice day bye bye